ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានិងជំរាបសួរដល់លោកគ្រូណាតដែលជាថ្នាក់ដឹកនាំនៅក្រាប BSN សម្រាប់សំណួរទី1ហ្នឹងតើនៅពេលដែលយើងមានប្រាក់ខែប្រមាណដែលយើងគួរតែមានឡានជិះដែលគាត់អាចស័ក្តិសមជាមួយនឹងការបង់រំលោះឡានបាទអរគុណណាណេតបាទនិយាយទៅមួយម៉ាត់យ៉ាងខ្លីទៅថាអញ្ចេះតើរកបានមួយខែប្រមាណប្រាក់ខែប្រមាណក្នុងមួយខែហ្នឹងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬក៏ស័ក្តិសមនឹងការធ្វើការបង់នោះអញ្ចឹងណាបាទយើងនិយាយ500នេះចុះសម្រាប់កម្រិតប្រាក់ខែប៉ុណ្នេះយើងត្រូវការឡានជិះដើម្បីផ្ដល់ជាជំរកដល់ក្រុមគ្រួសារប្រពន្ធដីកូនឪពុកម្ដាយត្រូវការជួយកាត់យុបលុកអញ្ចឹងយើងត្រូវប្រើប្រាស់ឡានមួយគ្រឿងដែលសមស្របនឹងចំណូលរបស់យើងព្រោះបើយើងអត់លុយទេយើងត្រូវប្រើឲ្យត្រូវឡានដែលខ្ញុំរីកមិនគឺទី1ព្រោះឆ្នាំ04 05 06ហ្នឹងធ្វើមិនក៏ដោយតម្លៃវាត្រឹម10000ទីទួយចុះហើយយើងមានការចូលរួមត្រឹម30-40% ទៅយ៉ាងតិចក៏30% ដែរទី2ប្រភេទ morning ប្រភេទ balance ឬក៏ morning យើងជួយសន្សំចៃនិយាយរួមទៅឡានណាក៏ដោយដែលមានកម្រិតស៊ីសាំងតិចចឹងព្រោះនឹងពពួកនេះគឺវាសន្សំចៃជិះក្នុងក្រុង4.9 លីត្រជិះក្រៅក្រុង6 លីត្រកន្លះទៅ7គឺបើយើងជន់តិចគឺជិះស៊ីតិចទេបាទហើយបើ0-10ទៅស៊ីតិចជាងនឹងទៅទៀតបាទក្នុងក្រុងស៊ី4 លីត្រ9ក្រៅក្រុងស៊ីតែ5 លីត្រ9ទេប្រភេទឡាននេះគឺត្រូវបាន recommend សម្រាប់អតិថិជនទូទាំងប្រទេសកម្ពុជាដែលមានកម្រិតចំណូលរាងទាបមធ្យមបាទទាបមធ្យមគ្រឿងបន្លាស់សម្បូរបែបថោកងាយជួសជុលមិនសូវអស់ចំណាយខ្ពស់ហើយពន្ធផ្លូវក៏តិចព្រោះខ្ញុំ recommend ជាពិសេសតែម្ដងទាំងគុណភាពគ្រឿងបន្លាស់ទាំងការបង់ពន្ធផ្លូវហើយនឹងការប្រើប្រាស់សាំងគឺវាសន្សំសំចៃដោយសារវាប្រើប្រព័ន្ធ hybrid ផងនិងប្រើសាំងផងអរគុណដល់លោកគ្រូសម្រាប់សំណួរទី1ដែលបានលើកមកយ៉ាងក្បោះក្បាយចុះដល់សំណួរទី2អូនចង់សួរថាបើសិនជាអ្នកប្រាក់ខែចាប់ពី1000ឡើងតើគាត់គួរតែប្រើឡានប្រភេទអីដែលល្អសម្រាប់ផាសុកភាពសម្រាប់គាត់អរគុណណាណេតសម្រាប់អតិថិជនដែលមានប្រាក់ខែ1000ឡើងទៅខ្ញុំអាចថា recommend ភេទឡានទូលាយមធ្យមយើងអាចប្រើប្រាស់សាំងថាស៊ីច្រើនជាងព្រោះតិចក៏អាចយកបានដែរបាទដូចជា Highlander បាទដូចជា330ដូចជា 400H បាទដូចជាប្រភេទព្រុសឆ្នាំពោះ010 011 012អញ្ចឹងដែលមានតម្លៃ10000ខាសឡើងទៅហ្នឹងគឺយើងអាចយកបានហើយបើយើងនៅតែចង់បានការសន្សំចៃ hybrid ហ្នឹងគឺល្អបំផុតហើយសរុបមកចន្លោះពី15ទៅ30% កុំឲ្យលើសហ្នឹងយើងសិក្សាចំណូលបន្ថែមបើសិនយើងអត់មានចំណូលបន្ថែមទេយើងធ្វើយ៉ាងម៉េចចន្លោះពី15ទៅ30% ហ្នឹងគឺជាសុវត្ថិភាពខ្ពស់បំផុតសម្រាប់អតិថិជនដែលធ្វើការបង់រំលោះបាទហើយមួយទៀតសម្រាប់អតិថិជនដែលមានប្រាក់ខែ2000 3000 4000 5000ឡើងទៅគឺអាចជ្រើសប្រភេទឡាន 4-50000 ឡើងទៅបានហើយអត់អីទេគាត់ស្រឡាញ់យ៉ាងណាយកហ្នឹងទៅបាទហ្នឹងវាហៅអតិថិជនដែលមានចំណូលកម្រិតខ្ពស់ហើយណាអរគុណដល់លោកគ្រូតើនៅក្រាប BSN ហ្នឹងនៅពេលដែលគាត់បង់រំលោះតើគាត់ត្រូវប្រាក់កក់ដំបូងហ្នឹងគាត់ត្រូវប្រើលុយប្រមាណដែលគាត់អាចយករថយន្តគាត់ហ្នឹងទៅប្រើប្រាស់ប្រចាំថ្ងៃបានអញ្ចឹងណាបាទអរគុណណាណេតអតិថិជនដែលមានតម្រូវការបង់រំលោះនៅក្រាប BSNបាទយើងការបង់រំលោះត្រូវបានចែកជា2ទី1បង់រំលោះជាមួយឃ្លាំងទី2គឺយើងបង់រំលោះជាមួយធនាគារដៃគូសម្រាប់ការបង់រំលោះជាមួយឃ្លាំងបាទខ្ញុំនិយាយពីឃ្លាំងមុនពុកម៉ែបងប្អូនត្រូវមាន 30% យ៉ាងតិចអញ្ចឹងយើងត្រូវចូលរួមមុនយ៉ាងតិច 30% បាទអត្រាការប្រាក់ 1.35 ទៅដល់1កន្លះការប្រាក់នេះវាលើសជាមួយធនាគារបន្តិចបាទខ្ញុំនិយាយឲ្យត្រង់តែម្ដងប៉ុន្តែលក្ខខណ្ឌនៃការសិក្សាគឺវាងាយស្រួលជាងហើយអតិថិជនដែលមានប្រវត្តិUCBC ឬក៏ធ្លាប់ធានាឲ្យគេនេះធានាឲ្យបងធានាឲ្យប្អូនធានាឲ្យពុកម៉ែធានាឲ្យអ្នកណែនាំមិត្តភ័ក្តិអីហ្នឹងខូច CBC ដល់ដឹងខ្លួនក៏អាចយកបានដែរដោយសារតែយើងអត់មានការ check CBC ទេរយៈពេលគឺខ្ញុំជូនដល់4ឆ្នាំហើយ6ខែឡើងគឺអាចផ្ដាច់បានហើយលក្ខខណ្ឌខ្លះបងប្អូនអាចអ្នកដែលនៅ50គីឡូពីពេញហ្នឹងបាទបងលួសផ្ដាច់ខែណាក៏ទៅបានដែរអត់អីទេពិបាកអត់ពិបាកទេការប្រាក់ពី 1.35 រហូតដល់1កន្លះចូលដល់ចំណុចទី2គឺតាក់ទងនឹងការបង់រំលោះជាមួយធនាគារដៃគូធនាគារដៃគូយើងមានច្រើនបាទយើងមានធនាគារសហការដៃគូច្រើនណាស់អញ្ចឹងអត្រាការប្រាក់តិចបាទចាប់ពី0.ជាងបាទរហូតទៅដល់1ជាងដូចគ្នាអញ្ចឹងអត្រាការប្រាក់ហ្នឹងគឺវាទៅតាមប្រភេទធនាគារនីមួយៗពុកម៉ែបងប្អូនតំណមកគឺយើងនឹងធ្វើការប្រឹក្សាយោបល់ហើយជ្រើសរើសធនាគារមួយដែលមានលក្ខណៈសមស្របជាមួយអតិថិជននឹងទៅមកបាទការចូលរួមល្អបំផុតចាប់ពី 30% ឡើងប៉ុន្តែសម្រាប់នៅក្រាប BSN បើសិនជាពុកម៉ែបងប្អូនអត់មានលុយចូលរួមបើឬក៏មាន 5% 10% ក៏យើងអាចបង់រួមបានដែរអ្នកខ្លះលុយមានប៉ុន្តែលុយនោះត្រូវបង្វិលរកស៊ីត្រូវប្រកបរបរជួញដូរ
ត្រូវការបង្វិលចុះបង្វិលឡើងដកអត់បានឬក៏ដកបានដែរដកបានតិចតួចអាហ្នឹងក៏យើងអាចធ្វើការបង់រំលោះជាមួយ Crash VSN បានដែរយើងនឹងដាក់ទៅធនាគារដៃគូឲ្យតែពុកម៉ែបងប្អូនមានចំណូលសមស្របគឺយើងសិក្សាជូនតែម្ដងអាហ្នឹងលក្ខខណ្ឌតម្រូវតែកុំឲ្យខូច CVC ឬក៏បាទ write off account គេហៅ write off account ណាខូច CVC យើងតិចតួចយើងនិយាយគ្នាបានខ្ញុំអាចជួយសម្របសម្រួលបានដែរអរគុណដល់លោកគ្រូដែលបានលើកមកយ៉ាងក្បោះក្បាយជាចុងក្រោយតើលោកគ្រូមានពាក្យប្រែផ្ដាំអីទៅដល់អតិថិជនរបស់ Crash VSN របស់យើងបាទសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការរថយន្តហើយមិនដឹងទៅទិញនៅកន្លែងណាប្រកបដោយទំនុកចិត្តការជឿជាក់និងមានការធានាពិតប្រាកដសូមអញ្ជើញមកមើលនៅ Crash VSN ទាំងការទិញដាច់និងធ្វើការបង់រំលោះតម្លៃដូចគ្នាតម្លៃនីមួយៗត្រូវបានបិទនៅលើឡានរួចជាស្រេចអត់មានការដាក់តម្លៃកងលើកងក្រោមការបង់រំលោះហើយនឹងទិញដាច់គឺតម្លៃដូចគ្នាហើយយើងនឹងធ្វើការបង់រំលោះផ្ទាល់ជាមួយ Crash ក៏បានបង់រំលោះជាមួយធនាគារក៏បានទៅតាមលក្ខខណ្ឌស្ថានភាពសេដ្ឋកិច្ចចំណូលនិង CVC របស់បងប្អូនបាទអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ការតាមដានទស្សនាកិច្ចសម្ភាររបស់នាងខ្ញុំនិងលោកដែលជាថ្នាក់ដឹកនាំនៅ BSN ផ្ទាល់សូមអរគុណនិងជម្រាបលា